រឿងភូមិរាជរាយកាលពីយូរលង់ណាស់មកហើយក្នុងភូមិដាច់ស្រយាលមួយជាភូមិមួយដែលគោរពជឿទៅលើអារុក្ខអារក្សអ្នកតាបួងសួងទៅកាន់វត្ថុស័ក្តិសិទ្ធិនិងគ្រូទាយដែលមានឈ្មោះថាយាយយុកជារៀងរាល់ថ្ងៃតែមានអ្នកភូមិនាំយកសួយសារអាករទៅធ្វើជាដង្វាយដល់យាយយុងដើម្បីសុំទឹកភ្លៀងនិងសេចក្តីសុខសេចក្តីចម្រើនអ្នកដែលមិនគោរពយាយយុងរមែងជួបប្រទះរឿងសោយផ្ទួនដោយមានផ្ទះណាដែលមានប្រជាទុំលើដំបូលផ្ទះនោះនឹងជួបរឿងអាក្រក់ត្រូវការរំដោះគ្រោះពីយាយយុកទើបអាចរួចជីវិតបានក្នុងភូមិនោះផងដែរក៏មានក្មេងស្រីម្នាក់ឈ្មោះមូអឺជាក្មេងស្រីស្អាតឆ្លាតពូកែនិងចេះគោរពចាស់ទុំជាក្មេងគំរូក្នុងភូមិតែមិនជឿលើការគោរពយាយយុកទាល់តែសោះនាងតែងតែមានអារម្មណ៍មិនល្អរាល់ពេលទៅជួបយាយយុងហើយតែងសួរនាំម្ដាយខ្លួនថាតើយាយយុងជាមនុស្សឬជាខ្មោចជារៀងរាល់ល្ងាចមូអឺតែងតែជួយម្ដាយវិចនំអន្សមទុកយកទៅលក់នៅឯផ្សារពេលព្រឹងគ្រួសាររបស់មូអឺពឹងលើការដាំដំណាំបន្លែបង្ការនិងលក់នំអន្សមដើម្បីរកប្រាក់ចិញ្ចឹមជីវិតម៉ែមកកពួកយើងយកកម្រៃដែលលោកបានពេលកណ្ដាលយកទៅឲ្យយាយមេធ្មម្នាក់នោះអញ្ចឹងគាត់ក៏មិនបានជួយអ្វីពួកយើងកុំនិយាយព្រាបដឹងបើយាយយកបានលឺនោះគាត់ច្បាស់ជាអន់ចិនគាត់ជាចាស់ទុំក្នុងភូមិអ្នកណាក៏គេគោរពគាត់ដែរគាត់ជាអ្នកជួយសង្គ្រោះភូមិយើងហ្នឹងកូនបជាមិនយកនោះទេលោកយាយម្នាក់នោះគួរឲ្យខ្លាចហ្នឹងមិនគួរឲ្យគោរពរបស់អ្នកភូមិសឹងហើយបើសិនជាគាត់ជាមនុស្សល្អពិតមែនគាត់ក៏មិនមកយកប្រាក់ពីពួកយើងច្រើនយ៉ាងនោះទេកូននៅតូចកូនមិនដឹងអីទេម៉ែមិនប្រកាន់ជាមួយកូនឡើយប៉ុន្តែកូនហាមដាច់ខានមិនឲ្យនិយាយពាក្យទាំងនេះឲ្យអ្នកផ្សេងគេបានឮនោះទេណាប្រយ័ត្នគេវាយកូនដឹងទេចាម៉ែការសន្ទនារវាងម្ដាយកូនទាំងពីរក៏បានឮទៅដល់ត្រចៀកប្រជៀវកំហូចដែលកំពុងលបស្ដាប់លើដំបូលផ្ទះម៉ែកូនពួកឯងហ៊ានមើលស្រាចវាយយើងផងអីចាំតែមើលទេផ្សែងពណ៌ស្វាយចាស់ហុយទ្រលំចេញពីក្នុងខ្ទមប្រក់ស្បូវយ៉ាងកញ្ចាស់របស់យាយធ្មុំមើលពីលើក្នុងពេលល្ងាចងងឹតគួរឲ្យព្រឺឆ្អឹងខ្នងរំពេចនោះសត្វប្រជៀវក្បាលខូចក៏ហោះចុះមកក្នុងខ្ទមដើម្បីយកដំណឹងទៅរាយការណ៍ប្រាប់ចៅហ្វាយរបស់ខ្លួនសូមគោរពចៅហ្វាយគោរពស្អីទៅក៏មកឆាឆៅយើងធ្វើការហូចជីបានលឺរឿងមួយគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ហ្នឹងគឺយកមកប្រាប់ចៅហ្វាយឲ្យបានក្តៅក្រហាយជុំគ្នាហ្នឹងណារឿងស្អីទៅគឺរឿងក្មេងស្រីម្នាក់និយាយអាក្រក់ពីចៅហ្វាយប្រាប់ទៅម្ដាយល្ងងរបស់វាបាននិយាយថាលោកយាយនេះណាមិនបានមកជួយវិចនំសមស្អីវាទេរឿងអីហេតុអីបានជាត្រូវយកប្រាក់ដែលលោកបានហ្នឹងយកទៅឲ្យលោកយាយពាក់កណ្ដាលវាមិនសុខចិត្តយើមីក្មេងណាអីក៏ហ៊ានសម្បើមម្លេះគឺជាអ្នកក្មេងតូចដែលមានម្ដាយវាជាអ្នកវិចសមឆ្ងាញ់នោះណាមីក្មេងនឹងទេអីវានឹងឃើញយើងសម្លាក់រហូតតាមមើលយើងត្រូវតែផ្ដាល់មេរៀនដល់វាខ្លះហើយមើលទៅតែថាចាស់ធ្វើបាបក្មេងដូចជាមិនសមតែដឹងអីយាយក៏មិនចេះដឹងរឿងយើងវាហ៊ានមើលស្រាយាយធ្មប់ដូចជាយើងបើយើងមិនផ្ដៅវាជំនួសម៉ែវាទេយើងជាចាស់ទុំក្នុងភូមិមិននឹងអាចឈរជើងនៅក្នុងភូមិដោយអំណោយផលបែបនេះបានទៅអូមែនតើតែស្គាល់ណាស់នាងឯងនាងខ្ញុំចាំតែចវាយបញ្ជាជានិច្ចយើរាល់ព្រឹងមូអឺតែងតែជួយលីស្លឹកចេកឪពុកនៅឯចំការថ្ងៃនេះចៃដនក៏បានជួបកូនទន្សាយតូចមួយដែលកំពុងមានរបួសទៅណាមិនរួញក៏រត់ទៅមើលនិងជួយព្យាបាលរបួសឲ្យកូនទន្សាយយ៉ាងយកចិត្តទុកដាក់បំផុតកូនទន្សាយតូចក៏អាណិតណាស់លោកពងតើកូនអាចយកវាទៅផ្ទះបានទេមិនអីទេកូនយកវាទៅផ្ទះមុនទៅពុកកាប់ស្លឹកចេករួចចាំពុកទៅតាមក្រោយណាកូនទន្សាយមកកាយមានរបបបែបនេះឯងរត់ទៅចនតែអ្នកប្រមាញ់មែនទេកុំខ្លាចអីចាំពេលដល់ផ្ទះបងស្រីនឹងឲ្យអ្នកម៉ែលាបថ្នាំឲ្យឯងនឹងបានជាឆាប់បានរត់លេងទៀតណា
មូអឺដើរឆ្លងកាត់វាលស្រែដ៏ធំល្វឹងល្វើយក៏បានទៅដល់ផ្ទះយកទន្សាយកំពុងមានរបួសឲ្យមិញយានជួយលាបថ្នាំឲ្យឆ្លងកាត់ការមើលថែរបស់មូអឺកូនទន្សាយក៏បានជាសះស្បើយនិងមានការដឹងគុណជាខ្លាំងដល់មូអឺនិងគ្រួសាររបស់នាងទន្សាយបានសង្កេតឃើញថាមានប្រជាវធ្មប់មួយកំពុងឃ្លាំមើលនាងតូចដែលជាអ្នកមានគុណរបស់ខ្លួនគេក៏បានជួយការពារដោយប្រើវេទមន្តរបស់ខ្លួនបញ្ចេញរនាំងបាំងមិនឲ្យប្រជាវមើលឃើញប្រជាវងឿងឆ្ងល់ក៏ហោះតាមមើលជុំវិញផ្ទះមើលយ៉ាងណាក៏មើលមិនឃើញបានត្រឹមហោះចុះហោះឡើងយកស្លាបខ្មៅរបស់ខ្លួនញីភ្នែកព្រោះគិតថាខ្លួនស្រវាំងភ្នែកតែរកយ៉ាងណាក៏រកមិនឃើញហោះពេញមួយយប់ហោះឡើងហត់ធ្លាក់អណ្ដាតបាក់កម្លាំងទន់ខ្លួនលើដំបូលយ៉ាងអស់ខ្យល់អូយភ្នែកខ្ញុំមានបញ្ហាហើយមែនទេមកពីប្រហែលថ្ងៃនេះហោះយូរពេកมันបានសម្រាប់ហើយទើបធ្វើឲ្យសុខភាពភ្នែកវាធ្លាក់ចុះបែបនេះបានទេត្រូវឲ្យយាយធ្មប់ជួយមិនចឹងទេការងារมันបានសម្រាប់យាយធ្មប់នឹងច្បាស់ជាដាក់ទោសអូយឲ្យសាក់ថ្នាំពលគាត់នឹងទៀតមិនខានទេអូយជីវ័យកំពុងតែពេញមើលប្រុសសង្ហាបែរជាមកត្រូវខ្វាក់ទាំងវ័យក្មេងទៅវិញអូយកំសត់សានកំសត់ពេកហើយលោកអើយអូយហោះលែងរួចហើយអាយយហើយមានតែដើរវិញហើយមើលទៅអូយអើយហត់មហាសែនហត់អាយយអើយទន្សាយឈរមើលពីលើផ្ទះឃើញប្រជាវបែបនេះក៏ជួយបន្ថែមទុកមួយទៅលើប្រជាវដោយការគប់ដុំថ្មចំជើងប្រជាវស្រែកចាញ់អូយអាណាគេគប់យើងអូយជើងដល់សាឡូនរបស់យើងអើយកុំឲ្យយើងដឹងថាឯងជាអ្នកណាឯសោះណាមិនចឹងទេយើងនឹងចាប់ឯងខ្វាយខ្លែមស្រាមិនខានអើយផ្ញើទុកសិនចាស់វៃម៉ែតន្សាជាឯងវាអាចរត់លេងបានហើយមែនទេជើងរបស់វាទើបតែជីបញ្ញាប់ឲ្យវារត់ធ្វើឲ្យកូនចាំវារឹងដៃរឹងជើងសិនទៅណាចាំប្រឡែងវាឲ្យទៅរកគ្រួសាររបស់វាវិញយល់ហើយទន្សាយលឺដូច្នោះក៏សម្លឹងទៅមើលក្មេងស្រីចិត្តល្អដោយក្តីអាណិតស្រឡាញ់មិនចង់ចាកចេញពីនាងប៉ុន្តែកលៈទេសៈបង្ខំខ្លួនមានភារកិច្ចជាប់ខ្លួនទើបមិនអាចកំដរក្មេងតូចបានយូរនាងតូចកុំពិបាកចិត្តពេកអីនៅពេលខ្ញុំរកស្រមេចមកឃើញខ្ញុំនឹងបញ្ញាមរកនាងវិញជើងម្ខាងបាក់ជើងម្ខាងលោតស្លាប់ទាំងពីរគូរឹងកំព្រឹសកំរើកមិនរួចជីកំសត់ប្រើឆន្ទៈសងសឹករបស់ខ្លួនស៊ូយ៉ាងស្វិតស្វាញដើម្បីមករកយាយធ្មប់ឲ្យជួយទីបំផុតក៏លោតមកដល់អាស្រមយាយធ្មប់បានយ៉ាងជោគជាំនាងជីនាងបជាវហិចហើហើយថ្មនេះហើមតមកដល់ទៀតហើយមិនដឹងថាវាទៅរកឈ្មោលដល់ព្រៃណាទេលោកអើយលោកអូយយាយអូយាយជួយខ្ញុំផងអើយលោកយាយហើយជួយខ្ញុំផងអើយអស់លេងរត់ហើយកម្លាំងណាលោកអើយអើយអ្នកណាគេហៅយើងអូយយាយអីមិនក៏មិនលឺអញ្ចឹងហើយយាយថ្លង់ហើយមែនទេអូយចាស់អញ្ចឹងហើយលោកអើយអូយហត់ម៉េះកូនតន្សៃណាស្អែកនេះចឹងអញជាវិញហើយតែអញនឹងចាក់ចេញហើយមិនទីងយ៉ាងបជាមិនចាំបាយពីអញសឹងប៉ុន្តែអ្នកម៉ែប្រាប់ថាអញមានគ្រួសារចាំមើលផ្លេច្បាស់ជាត្រូវប្រញាប់ទៅផ្ទះវិញហើយមិនអាចកំដរយើងរត់លេងអត់ប្រយោជន៍នោះទេទន្សាយលោតលឿនដូចព្យុះសំដៅរកមើលជុំវិញភូមិទើបប្រទះឃើញប្រជាវដែលខ្លួនធ្វើបាបកាលពីម្សិលមិញដេកស្ដោកស្ដឹងក្បែរបង្អួចខ្ទមចាស់មួយក៏នឹកគិតថាទីនេះច្បាស់ជាអាស្រមរបស់មេធ្មប់មិនខានណាស់តែនេះមកចំហាក្រក់ខ្លាំងណាស់មិនតែក្លិនឆ្អាបឈាមរបស់សត្វពេជ្រជាច្រើនទៀតគឺច្បាស់ជាអាស្រមរបស់យាយធ្មប់មិនខាននោះទេយាយធ្មប់អញចេញមកយើងគឺមកកម្ចាត់យាយអញហើយអាណាគេអីក៏ថ្លាមធំយ៉ាងនេះហ៊ានមករំខានយើងទៅកណ្ដាលត្រៀតផងហីអូតាមពិតនាងទន្សាខ្វៃឯងទេហីយាយចាស់ឯងហើយអ្នកណាគេជាទន្សាខ្វៃយ៉ាងគឺជាកូនសាររបស់យាយមយូរ៉ាដែលមានវត្តមានខ្លាំងបកៃថ្ងៃនេះយើងទទួលបញ្ជាពីអ្នកគ្រូយើងមកកម្ចាត់អង្កើក្នុងភូមិដូចជាយាយឯងនេះហើយ
នាងល្អិតឯងនេះស្គាល់យើងស្ដាងពេកហើយបើឯងមិនចង់ឆាប់បានខ្លាចជាទន្សាយអាំងលើភ្លើងទេឆាប់បល់ក្បាលទៅវិញឲ្យលឿនទៅយើងមានការងារឲ្យត្រូវធ្វើមិនឆ្លោះគ្នាជាមួយទន្សាយជើងខ្លីដូចឯងទេអ្នកខ្លាចហើយមែនទេជ័យថ្មថ្ងៃនេះយើងនឹងជួយដល់អ្នកភូមិទាំងអង្គកម្ចាត់យាយអញចេញឲ្យបានទុនសាយអើយទុនសាយយើងកំពុងរកសត្វមកសាក់ថ្នាំឲ្យយើងល្មមឯងមកចំពេលល្អខ្លាំងណាស់ឲ្យយើងចាប់ឯងបានយ៉ាងងាយមើលអ្នកណាគេខ្វាយអ្នកណាឲ្យប្រកាសទៅហឹងឡើងយើងទេឆាប់ឡើងយើងអ្នកគ្រូយើងមិនលើកឡើងឲ្យអញទេចាំតែមកទេយើងកំពុងចង់ជួបនាងមយូរាស្រាថ្នាំមយូរារបស់រូបនោះល្មមបើវាមកនោះចាំពេលយើងសាក់ថ្នាំបានសម្រេចយើងនឹងកម្ចាត់វាចេញឲ្យខ្លាចជាផេះផង់ដល់ពេលនោះយើងនឹងខ្លាចជាម្ចាស់នៃពិភពលោកទាំងមូលនេះហើយនាងជីតើនេះនាងឯងមិនក៏ដេកដឹកងាប់នៅទីនេះឆ្លៀតឱកាសយាយធ្មប់កំពុងដាស់នាងជីទុនសាយក៏ប្រែក្រឡាជាកូនស្រមោចរត់ចេញពីចំណងខ្សែបានជោគជ័យឆ្ពោះទៅរកជំនួយរបស់គ្រូខ្លួនយ៉ាងប្រញាប់ប្រញាល់នាងជីងើបឡើងនាងជីដេកដឹកងាប់នាងនេះនាងជីអូយផែនដីរំជួយឲ្យមែនទេអូយវិលមកខ្លាំងណាស់លោកអើយរំជួយក្បាលឯងស្អីអូយយាយនៅទីបំផុតយាយឃើញខ្ញុំហើយហើយខំស្រែកឡើងឲ្យបំពង់កគ្មានតបអីសោះអូយឯងទៅធ្វើស្អីខ្លះបានមកវិញខ្លាចជាបជូកបាក់ស្លាប់យ៉ាងនឹងហឹងកុំប្រាប់ឲ្យសោះហ្នឹងថាឲ្យឈ្មោលវាជន់ឡើងទ្រូមណានាងអូយយាយហើយឈ្មោះណាទៅមកជន់នាងជីឲ្យទ្រូមនោះឲ្យមកជន់មែនក៏មិនមកវិញដេកក្រៅផ្ទះមិនចឹងដែរណាដឹងទេនាងជើងល្អអូយមកពីតាមដាននាងតូចមូនោះណាអូយតាមឡើងមកយប់មើលអីក៏មើលមិនឃើញសោះហើយសង្ស័យភ្នែកខ្ញុំខូចតិចដឹងអីយាយហើយអាចជើងនេះអូយហើយមានអ្នកលួចធ្វើបាបហើយសង្ស័យជាទន្សាយដែលនៅក្បែរខ្លួននាងមូនោះហើយអូយឲ្យទ្រោមឯងចង់សម្ដៅដល់ពីទន្សាយនេះមែនទេហឹងបាត់ទៅណាហើយចង្រៃយកឲ្យវារួចខ្លួនឲ្យតតែបានចាំទៅមើលណាជប់លើក្រោយដាក់ឯងនៅក្នុងកឡតែម្ដងអូយថាខ្ញុំតែវាខូចភ្នែកយាយនេះខូចភ្នែកធ្ងន់ធ្ងរជាងខ្ញុំទៀតហើយខំអួតប្រាប់គេទៀតបានហើយចូលមកផ្ទះមកយើងមើលភ្នែកឲ្យយាយព្យាបាលភ្នែកខ្លួនឯងជាសិនទៅយាយហើយចាំមកព្យាបាលឲ្យខ្ញុំចូលមកលឿនតិចចាប់ឯងបាននឹងបោចរុំស្ងោរថ្នាំឥឡូវហើយនឹងអូយកុំអីជីខ្លាចហើយយាយធ្មប់នឹងប្រជៀវប្រើសិលរញ៉េរញ៉ៃបាញ់ភ្លើងចម្រុះពណ៌ពេញខ្ទមស្រែកចចៃចចាចពេញមួយយំរីឯតុនសាយវិញកំពុងបាល់សម្ដៅទៅរកអ្នកគ្រូរបស់ខ្លួននៅក្នុងព្រៃហេមពៀនកំពុងតាំងសមាធិក្រោមដើមឈើធំមួយសម្រស់ស្រីល្អឯកស្លៀកឈុតសល្អបរិសុទ្ធបបោមាត់ក្រហមធម្មជាតិសក់បួងឡើងលើស្បែកសភ្លឺមាត់រលោងតាំងខ្លួនយ៉ាងស្ងៀមស្ងាត់កំពុងរងចាំនរណាក៏មិនដឹងសូមគោរពអ្នកគ្រូមកវិញហើយយ៉ាងម៉េចហើយរកឃើញអាស្រមយាយធ្មប់ទីរកឃើញហើយនៅក្នុងភូមិតូចមួយនៅពេលថ្ងៃតាំងខ្លួនជាគ្រូទីនៅពេលយកប្រែទៅជាយាយធ្មំប៉ុន្តែវេទមន្តគេខ្លាំងខ្លាណាស់ខ្ញុំម្នាក់ឯងគឺវាយមិនឆ្នះគេទេអ្នកគ្រូទុនសាយឯងនេះនៅតែក្តៅចិត្តខ្លាំងណាស់យើងឲ្យឯងរកទីអាស្រមអាស្រ័យរបស់គេមិនបានប្រាយឯងទៅឆ្លោះជាមួយនឹងគេនោះទេណាតែថាអ្នកគ្រូហេតុអីត្រូវរកយាយធ្មប់នោះបើមិនកម្ចាត់ចេញតែរកមកធ្វើអីទេកម្ចាត់គឺកម្ចាត់ហើយតែមុននឹងកម្ចាត់គ្រូគឺមានរឿងចង់សួរនាំគេសិនណាតើជារឿងអីទៅអ្នកគ្រូគឺជារឿងដែលបានកើតឡើងកាលពី60ឆ្នាំមុនយើងចង់ដឹងថាតើគេយកម្នាក់នោះទៅលាក់នៅណាទៅម្នាក់ដែរជាសាស្ត្រាចារ្យរបស់អ្នកគ្រូមែនទេតាំងពីកើតរឿង
យើងបាត់ដំណឹងគេឲ្យឆឹងមិនថារកយ៉ាងណាក៏រកមិនឃើញមានតែយាយធ្មប់ប៉ុណ្ណោះដែលបានដឹកដំណឹងរបស់គីហេតុនេះហើយទើបគ្រូឲ្យឯងរកយាយធ្មប់នឹងណាបែរគ្នាជាង60ឆ្នាំហេតុអីទើបតែរកនៅពេលនេះក៏ព្រោះតែអ្នកគ្រូទើបតែហាត់យុទ្ធសាស្ត្របានជោគជ័យអាចកម្ចាត់យាយធ្មប់បានរកគេនៅពេលនេះទើបមានលទ្ធផលល្អសម្រាប់យើងណាថាចរកឃើញហើយតែធ្វើយ៉ាងម៉េចទៀតរកឃើញហើយចាំគិតទៀតត្រូវអ្នកគ្រូនៅពេលកំពុងធ្វើបេសកកម្មខ្ញុំបានជួបក្មេងស្រីចិត្តល្អម្នាក់នាងបានជួបជាបាល់ឲ្យខ្ញុំឲ្យជាសះស្បើយចិត្តនាងគឺពិតជាចិត្តល្អបរិសុទ្ធខ្លាំងណាស់បាទអញ្ចឹងថ្ងៃស្អែកយើងត្រូវតែទៅអរគុណនាងឲ្យបានល្អហើយណាខ្ញុំគឺបានសងគុណក្មេងស្រីម្នាក់នោះរួចហើយប៉ុន្តែបានអ្នកគ្រូចង់ជួបនាងខ្ញុំនាំទៅជុំក្មេងស្រីម្នាក់នោះក៏មិនចូលចិត្តយាយធ្មប់ដែរនៅក្នុងភូមិទាំងមូលតាមមើលទៅមានតែនាងទេដែលគឺជាក្មេងដែលចេះបែងចែកអ្វីថាល្អអ្វីអាក្រក់ពិតជាក្មេងដែលមានប្រាជ្ញាពិតមែនយើងនឹងជួយនាងឲ្យដកបន្លាចេញពីទ្រូងឲ្យបានណាកុំពិបាកចិត្តអីណាកូនទុនសាយវាដូចកូនអញ្ចឹងវាមានឪពុកម្ដាយកំពុងចាំមើលផ្លូវវាបើកូនមិនឲ្យវាទៅសម្បុកវាវិញពុកម៉ែវាច្បាស់ជាខូចចិត្តមិនខាននោះទេណាតែកូនបានជួបវាម្ដងទៀតទេប្រកាសជាជុំកូននឹងវាមាននិស្ស័យយ៉ាងនេះប្រកាសជាបានជួបគ្នាម្ដងទៀតនៅថ្ងៃណាមួយមិនខានម៉ងជួយម៉ែយកអង្សមទៅលក់ទៅណាកូនអូយព្រះហើយមកក៏អង្សមមកក៏ច្រើនខ្លាំងណាស់ច្រើនណាស់គឺជាភ្នំអង្សមម៉ែវានំសំច្រើនណាស់នេះឯងវិចទាំងអស់មែនទេគឺពិតជាមានសំច្រើនណាស់ឯងខ្ញុំមិនណាវិចបានច្រើនប៉ុណ្ណឹងនោះគឺច្បាស់ជាខ្មោចលងហើយតែជាខ្មោចណាស់ទេឯក៏តំណេម៉ែមកលេងវិចសំឲ្យបែបនេះមែនហើយម៉ែវាខ្មោចឯណាអីក៏តំណេម្លេះបើមិនមែនខ្មោចអញ្ចឹងមានតែទេវតាទេបើលេងមកស្រស់ស្រាប់បែបនេះមានមនុស្សណាគេធ្វើអញ្ចឹងទៅរួចនោះខ្ញុំនឹកឃើញហើយគេច្បាស់ជាកូនតន្សាយជាអ្នកធ្វើហើយវាចង់សងគុណម៉ែដែលបានជួយលាបរបួសឲ្យវាអញ្ចឹងកូនតន្សាយនោះជាទេវតាតន្សាយហើយប្រហែលហើയമូកូនពិតជាប្រកែកខ្លាំងណាស់ចេះរើបានទេវតាមកតាមផ្លូវទៀនជួយឲ្យគ្រួសារយើងបានខ្លាចជាសេដ្ឋីសំហើយកូនគ្រួសារមូក៏បានធ្វើការអរគុណទៅកាន់តន្សាយជាមួយនឹងទឹកមុខត្រេកអរជាខ្លាំងគ្រួសាររបស់ពួកគេក៏ក្លាយជាអ្នកមានជីវភាពធូរធារនៅក្នុងភូមិរហូតជួលកម្មករនិងអ្នកបម្រើឲ្យជួយវិចនំអន្សមលក់ទៅកាន់ភូមិក្បែរខាងទៀតផងកន្លងផុតទៅមិនយូរប៉ុន្មានគ្រួសារមូក៏ក្លាយជាអ្នកជំនួញនំអន្សមដ៏ល្បីល្បាញមួយប្រចាំភូមិនិងមានគេឯងស្រឡាញ់គោរពច្រើនរឿងដ៏ល្បីរន្ទឺននេះក៏បានឮទៅដល់ប្រជារបស់យាយធ្មុំដែលជាម្ចាស់នៃអំណាចអាក្រក់តាមរយៈសត្វចិញ្ចឹមរបស់ខ្លួនគឺនាងជីដែលស្គាល់ថាជាប្រជាមាត់ដាច់ដំណឹងនៃភាពសុខដុមរមនារបស់អ្នកភូមិធ្វើឲ្យយាយធ្មប់នឹងមិនសុខបក់មិនលហើយក្រៀវក្រោតខឹងជាខ្លាំងនាងជីតើឯងនិយាយជាការពិតមែនទេអើយប្រកាសណាស់យាយអ្នកណាគេក៏ដឹងដែរបែបនេះអ្នកភូមិទាំងអស់នឹងវាលែងមកបួងសួងសុំសំណាងល្អពីយើងទៀតហើយពួកគេនឹងគិតតែប្រឹងប្រែងរកស៊ីគ្មានពេលមកថ្វាយបង្គំយើងដូចមុនទេប្រកាសជាស្នាដៃរបស់សន្សាយចង្រៃនោះមិនខានទេយើងនឹងមិនឲ្យវាបានសុខទេយើងនឹងបំផ្លាញឯងឲ្យរលាយទាំងភូមិអើយមានរឿងអីកាត់ឡើងទេឆាប់រត់ទៅពួកយើងចុះផ្ទះទៅបាត់ហ្វេតទៅបាត់រងអុយអើយមិនជួយខ្លាំងមានរឿងអីកាត់អុយឡើងលើផ្ទះទៅលឺឡើងគ្រោះថ្នាក់ខ្លាំងហើយលឺឡើងឆាប់ឡើងញ៉ាំតិចទៅឡើងលើផ្ទះទៅមានរឿងអីទៅណូឆាប់រត់ទៅម៉ែខ្យល់ខ្លាំងណាស់តាធ្វើយ៉ាងម៉េចទេចុះផ្ទះទៅកូនចាំម៉ែប្រមុនម៉ែតាឆាប់ទេតាកូនតាំងយាយជប់នុនតាំងមកឆោអីនៅមុខផ្ទះរបស់យើងបាត់នេះឯណាទៅកូនម៉ែមើលមិនឃើញផងនឹងនោះម៉ែគឺជាយាយយងគ្រូទេរបស់ម៉ែនោះអីកុំបន្លាចម៉ែណាកូនមានយាយយកមកពីណាទេខ្យល់ខ្លាំងណាស់ឆាប់ឡើងផ្ទះលឿនឡើងគឺបច្ជាចម្លែកណាស់មកក៏ម៉ែមើលមិនឃើញចាំទៅមើលទៅយើងនឹងចាត់ការពូឯងយ៉ាងម៉េច
យាយថ្មប់ចាប់ផ្ដើមប្រាអាគមរបស់ខ្លួនបាញ់ទៅលើមេឃប្រមូលផ្ដុំប្រជៀវទាំងឡាយឲ្យជុំគ្នាខ្មៅងងឹតពេញមេឃបំរុងកំទេចផ្ទះរបស់មូអឺតែក៏ត្រូវយុទ្ធសាស្ត្រពណ៌មាសម្យ៉ាងបញ្ចេញពន្លឺពាំងផ្លូវរបស់យាយថ្មប់ភ្លាមអ្នកណាគេអ្នកណាមករារាំងយើង គឺជាយើង ឯងលែងចង់រស់ហើយមែនទេនាងទន្សាយជើងខ្លី បញ្ឈប់ត្រឹមនឹងទៅយាយយង គឺមីស្រីចង្រៃឯងទេអីលើកមុនយើងធ្វើប្រហែសធ្វើឲ្យនាងឯងកិច្ចរួចខ្លួនប៉ុន្តែលើកនេះយើងនឹងកិនច្រាមនាងឯងឲ្យម៉ាត់ដល់ផ្ទាល់ដៃ យាយឯងធ្វើទង្វើអាក្រក់ច្រើនខ្លាំងណាស់មិនខ្លាចចុះនរកទេអី ចុះនរកសិនចាំគិតទៀត នៅកាលនោះយាយឯងបំបីបំបាក់គូស្នេហ៍របស់ពួកយើងធ្វើឲ្យយើងខ្លាចជាមនុស្សចម្លែងធ្វើឲ្យសង្សាររបស់យើងត្រូវអំពើលែងស្គាល់យើងថ្ងៃនេះយើងត្រូវតែសងសឹកយាយឯងកំចាត់គ្រោះចង្រៃក្នុងភូមិ ដោយគ្រាន់តែសំអាងលើឯងនឹងឯងឆាប់ចូលមកនាងមយូរានាងខំសន្សំសិលជាង60ឆ្នាំ គឺដើម្បីមកកម្ចាត់យើងមែនទេ ត្រូវហើយយើងនឹងសម្លាប់យាយឯងទើបអ្នកភូមិអាចរស់នៅបានសុខបាន កម្ចាត់យើងហើយតើវាយ៉ាងម៉េចឯងនៅតែជាមនុស្សចម្លែកជាមនុស្សឯកោរស់នៅដូចស្លាប់ដដែលនឹង ឯកោក៏ឯកោទៅឲ្យតែកម្ចាត់យាយឯងបានយើងមិនស្ដាយក្រោយទេ ស្រីបិសាចឯងនេះតាំងខ្លួនជាមនុស្សល្អប៉ុន្តែបែរជាមកព្យាបាទយើងមិនឈប់នាងក៏មិនមែនជាមនុស្សល្អស្អីដែរនាងរស់នៅឯកោបែបនេះគឺជាបាបកម្មរបស់នាងទេ គឺជាបាបកម្មរបស់យើងហីបើគុំតែយាយឯងប្រាមុនអគុំលើយើងតែយើងអាចខ្លាចជាបែបនេះដែរទេយាយឯងសំតងាប់ បើយើងងាប់ឯងក៏ត្រូវងាប់ដែរពីព្រោះមុនអាគមដែលយើងដាក់ទៅលើឯងនោះគឺជាមុនអាគមចង់ព្រលឹងឯងត្រូវតែចាញ់យើងឯងត្រូវតែចាញ់យើង យើងរស់នៅមកយូរហើយក៏ល្មមហត់ដែរហើយយើងសុកចិត្តស្លាប់ក៏មិនឲ្យយាយឯងរស់នៅសាងអំពើអាក្រក់បន្តទៀតដែរ ឈប់សិនមយូរា គឺជាបងលី មយូរាទីបំផុតអូនមកវិញហើយ បងគឺចាស់ណាស់ហើយមកក៏បងប្រែទៅជាចាស់ខ្លាំងយ៉ាងនេះ មនុស្សកើតចាស់ឈឺស្លាប់ជាមិនផុតទេច្រើនឆ្នាំមកនេះបងរងចាំអូនជាប់ជានិញទីបំផុតមុនពេលស្លាប់អាចឃើញអូនជាលើកចុងក្រោយបងអស់ចិត្តហើយ ក្រែងបងមិនស្គាល់អូនទេមែនទេថ្ងៃនោះបងមិនចាំអូនថាជានរណាឡើយបងថាអូនគឺជាសត្វចម្លែងដេញអូនចេញពីភូមិយ៉ាងខូខើនេះតើបងភ្លេចហើយអី គឺបងខុសបងជឿសម្ដីគ្រូទាយនិយាយបងខុសចំពោះអូនធ្វើឲ្យអូនរងទុក្ខហើយ បើបងស្ដាប់អូនតែបន្តិចពួកយើងក៏មិនវេទនាយ៉ាងនេះដែរ ព្រោះតែបងដឹងខុសទើបបងមករកអូនបងមកសុំការអធិស្ឋានពីអូនលើកលែងឲ្យតាចាស់ម្នាក់នេះផងចុះណា អូនមិនបន្ទោសបងទេគ្រប់យ៉ាងគឺសុទ្ធតែយាយធ្មប់នោះជាអ្នករៀបចំគឺមានយាយកញ្ចាស់នេះអូនត្រូវតែកម្ចាត់គេឲ្យចេញផុតពីលោកនេះឲ្យបាន តែបើអូនកំចាត់គេខ្លួនអូនក៏មិនរស់ដែរ បានជួបបងជាលើកចុងក្រោយអូនស្លាប់ទៅមិនស្ដាយក្រោយទេអូនក៏ដល់អាយុត្រូវចាក់ចេញហើយដែរឃ្លាហើយបងតុងលី កុំអីមយូរាក៏ចាប់ផ្ដើមរលាយខ្លួនម្ដងបន្តិចជាមួយនឹងពន្លឺពណ៌មាសដ៏ស្រស់ស្អាតជាមួយនឹងទឹកមុខញញឹមចំណែកឯហ្វូងប្រជៀវក៏រត់ប្រសាចែកជើងគ្នាបាត់អស់
រីឯនាងជីជីក៏ក្លាយជាប្រជិវឆ្អិនដោយសារស្នាដៃរបស់ទុនសាយកូនទុនសាយក៏ក្លាយជាកូនទុនសាយធម្មតាបាត់បង់វេទមន្តទៅតាមយាយមយូរារបស់គេដែរក្នុងភូមិទាំងមូលបដូរពីពពកខ្មៅអ៊ូលអាប់ក្លាយជាផ្ទៃមេឃស្រឡះមានពន្លឺព្រះអាទិត្យឡើងវិញចាប់ពីពេលនោះមកអ្នកភូមិក៏បានគំទេចអាស្រមយាយយកចោលឈប់ជឿលើរឿងអាគមអមអាមទៅទៀតនាំគ្នាប្រឹងប្រែងធ្វើការរកស៊ីរៀងខ្លួនវិញរីឯតាតុងលីមិនយូរប៉ុន្មានក៏ចែកឋានទៅបន្សល់ទុកសម្បត្តិសោកសៅនិងស្ដាយក្រោយចំពោះនារីដែលខ្លួនស្រឡាញ់ជាខ្លាំងទុកមុខភ្នោមូអឺនិងកូនទុនសាយក៏រស់នៅធំធាត់ជាមួយគ្នារហូតតរៀងទៅពេញដោយសេចក្តីសុខនិងសុភមង្គលតម្លៃអប់រំកុំជឿលើរឿងអបិយជំនឿទាំងងងឹតងងុលដោយមិនព្រមធ្វើអ្វីដោយប្រើកម្លាំងខ្លួនឯងចាំពឹងលើវាសនាកុំមានអំនួតអួតអាងហួសប្រមាណអាងខ្លួនខ្លាំងមើលស្រាលដៃគូត្រូវចេះជួយយកអាសាអ្នកដទៃ